តុលាការគុំខ្លួនអុកញ៉ាលីគួងដាក់ពន្ធនាគាររឿងរកស៊ីនិងកាងស្កេមអនឡាញជាច្រើនកន្លែងនៅថ្ងៃទី15ខែមករាឆ្នាំ2026ចៅក្រមបានសម្រេចចេញដីកាបង្គាប់ឲ្យគុំខ្លួនជនត្រូវលោកលីគួងអាយុ50ឆ្នាំនៅពន្ធនាគាររាជធានីភ្នំពេញ PJ ជននេះត្រូវបានតំណាងអាយកាចោទប្រកាន់ពីបទល្មើសរួមមានការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចបទឆោបោកមានស្ថានទម្ងន់ទោសជាក្រុមការចាត់តាំងនិងបទសម្អាតប្រាក់ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជានិងទីកន្លែងផ្សេងទៀតចាប់ពីឆ្នាំ2019រហូតមកដល់បច្ចុប្បន្នបទល្មើសមានបញ្ញត្តិឲ្យផ្ដន់ទានទោសមាត្រា377និងមាត្រា380នៃក្រមព្រហ្មទណ្ឌមាត្រា38នៃច្បាប់ស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មតាមព័ត៌មានលោកលីគួងដែលមានងារជាអុកញ៉ាផងដែរបានរកស៊ីនឹងកាងបទល្មើសស្កេមអនឡាញយ៉ាងខ្លាំងនិងជាច្រើនកន្លែងដែលអ្នកល្មមមិនសូវស្គាល់និងឮឈ្មោះនោះទេសូម្បីតែនៅតំបន់ព្រៃចាកដែលក្រុមបរទេសរត់យ៉ាងប្រសិទ្ធប្រសាចកាលពីយប់មិញក៏ម្នាក់នេះនៅពីក្រោយផងដែរ